មានបងប្អូនយើងណាខ្លះដែលប្រើទូរស័ព្ទ Oppo ហើយចង់លុបកម្មវិធីអីមួយគឺលុបអត់បានទេបាទខ្ញុំសាកលុបកម្មវិធី TikTok នេះបាទខ្ញុំលុបប្រហែលដងក៏វានៅតែអត់បានបាទឃើញទេខ្ញុំលុបគឺអត់បានទេហើយចង់ដូរទីតាំងកម្មវិធីទៅណាក៏អត់បានបាទខ្ញុំលុបឆាតនេះក៏អត់បានចង់ដូរទីតាំងទៅណាក៏អត់បានអញ្ចឹងដើម្បីដោះស្រាយបញ្ហានេះបានតោះទស្សនាវីដេអូជាមួយខ្ញុំទាំងអស់គ្នាបាទសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូនទាំងគ្នាពីដំណោះស្រាយបញ្ហាលុបកម្មវិធីនៅលើទូរស័ព្ទដៃ Oppo អត់កើតនៅពេលដែលយើងលុបទៅគេដាក់ថា home screen lock បាទអញ្ចឹងចង់លុបកម្មវិធីអីកម្មវិធីណាមួយក៏លុបអត់បានដែរហើយមួយទៀតយើងអាចផ្លាស់ប្ដូរទីតាំងកម្មវិធីចង់ក៏វាទៅឆ្វេងទៅស្ដាំអីយើងដូរទីតាំងកម្មវិធីអត់បានទេគឺវាគាំងនៅតែម្ដុំតែម្ដងបាទអញ្ចឹងតោះយើងទៅដឹងពីដំណោះស្រាយរបស់គ្នាអញ្ចឹងជំហានដំបូងគឺបងប្អូនចុចអូសរបាខាងលើមកបាទអូខេបន្ទាប់មកយើងចុចទៅលើសញ្ញាកងចក្រឬក៏សញ្ញាស្ពឺហ្នឹងបាទកន្លែង setting ទូរស័ព្ទដៃរបស់យើងបន្ទាប់មកទៀតបងប្អូនចុចទៅលើ home screen and lock screen បាទភាសាខ្មែរគេដាក់ថាអេក្រង់ដើមនិងអេក្រង់ចាក់សោបាទចុចមកអូខេបន្ទាប់មកទៀតដល់ត្រង់ចំណុចនេះបងប្អូនឃើញកងតាក់ពណ៌បៃតងនេះមួយឯងបាទកន្លែងពាក្យថា lock home screen layout ហ្នឹងបាទអញ្ចឹងយើងគ្រាន់តែចុចបិទកងតាក់នឹងមួយមកបាទតែប៉ុណ្ណឹងគឺជាការស្រេចហើយយើងឡើងមានបញ្ហាលុបកម្មវិធីអត់បានឬក៏ដូរទីតាំងកម្មវិធីអត់បានហើយបាទឥឡូវយើងចុចថយមកអូខេឥឡូវខ្ញុំសាកលុបកម្មវិធីមួយបាទយើងសកត់លុបធម្មតាមកគឺវាបានហើយឡើងមានបញ្ហាហើយបាទអូខេយើងសកត់លើកម្មវិធីដែលយើងចង់លុបមកហើយចុចធុងសម្រាមបន្ទាប់មកយើងចុចuninstall ពណ៌ក្រហមហ្នឹងមកប៉ុន្តែដោយសារតែខ្ញុំអត់ចង់លុបកម្មវិធីហ្នឹងទេបាទខ្ញុំចុចថយវិញតែម្ដងអូខេយើងឡើងឃើញវាលោតពាក្យថា home screen lock ទៀតហើយយើងអាចដូរទីតាំងវាផ្លាស់ទីតាំងវាទៅណាក៏បានដែរបាទទៅឆ្វេងទៅស្ដាំទៅលើទៅក្រោមតាមចំណង់ចំណូលចិត្តរបស់យើងបានបងប្អូនឃើញហើយវាឡើងគាំងដូចពីដំបូងហើយបាទដោយសារតែយើងបានបិទមុខងារlock home screen layout របស់វាណាបាទអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនមានជាចម្ងល់អត់យល់តាមអត់ទាន់ត្រង់ចំណុចណាមួយបងប្អូនអាចខមមិនសួរនៅខាងក្រោមវីដេអូបាន